ខ្ញុំការបាន3ឆ្នាំកន្លះខ្ញុំការបាន3អត់ដែរមានកូនទេរហូតដល់ពេលឥឡូវខ្ញុំបានផលប៉ិតមែនសូមអរគុណអ្នកគ្រូជំរាបសួរបាទខ្ញុំបាទឈ្មោះសូកុងនិងប្រពន្ធខ្ញុំឈ្មោះស្រីម៉ៅខ្ញុំបានមកជាបាននៅមន្ទីរពេទ្យរោគស្ត្រីពីគ្រោះរោគស្ត្រីហ្កិច្ចខ្ញុំបានមកពេទ្យនេះអស់រយៈពេល1ឆ្នាំកន្លះហើយប៉ុន្តែឥឡូវខ្ញុំបានផលប៉ិតហើយសូមអរគុណអ្នកគ្រូកាលពីមុនមកពីដើមមកលើកទី1ខ្ញុំមកដល់ពេទ្យហ្នឹងគឺខ្ញុំបានឆែក Facebook ដែរថាពីព្រោះប្រពន្ធខ្ញុំគាត់អត់ទៅហើយនឹងប៉ាយកកូនពិបាកអញ្ចឹងឲ្យខ្ញុំឆែកមើលក្នុង Facebook ឲ្យខ្ញុំតាមដាន page រហូតដល់ពេលឥឡូវខ្ញុំបានផលប៉ិតមែនសូមអរគុណអ្នកគ្រូខ្ញុំការបាន3ឆ្នាំកន្លះខ្ញុំការបាន3អត់ដែរមានកូនទេរហូតដល់ពេលអំឡុងឆ្នាំទី2ដែលខ្ញុំយកចាប់ផ្ដើមថាបើកយកវាបាត់ជាប្រពន្ធខ្ញុំអត់មានទៅបានខ្ញុំមកពេទ្យអ្នកគ្រូដើម្បីតាមដានសុខភាពដល់ពេលអញ្ចឹងទៅអ្នកគ្រូក៏ឲ្យបានផ្ដល់ថ្នាំដល់ពេលប្រពន្ធខ្ញុំផឹកតាមអ្នកគ្រូក៏បានទៅមកប៉ិតមែនរហូតចាប់ដើមសុំអ្នកគ្រូធ្វើម៉េចឲ្យមានកូនទៀតអ្នកគ្រូក៏ឲ្យបានឲ្យថ្នាំមកទៀតផឹកតាមអ្នកគ្រូពេលដែលប្រពន្ធខ្ញុំមកញ៉ៃណាពេលអ្នកគ្រូប្រាប់ថាត្រូវផឹកឯណាត្រូវញ៉ៃណាវាយកមកវាគ្នាខ្ញុំរីផតតាមអ្នកគ្រូច្បាស់អ្នកគ្រូក៏ប្រាប់ខ្ញុំច្បាស់ដូចគ្នាខ្ញុំធ្វើតាមការណែនាំរបស់អ្នកគ្រូឥឡូវបច្ចុប្បន្នសម្រាប់មែនក្រុមពោថាត្រូវទៅជឿជាក់លើអ្នកគ្រូខ្ញុំនេះអ្នកអត់ជឿជាក់ប៉ះអង្គិចសំដីមួយអ្នកគ្រូឆ្លោះមួយអ្នកគ្រូទៀតបងតែឥឡូវយើងក្នុងនេះសូមអរគុណអ្នកគ្រូមែនទេចូលថាត្រូវតែយើងជឿជាក់លើគាត់មិនថាមួយឆ្នាំឬ2ឆ្នាំទេយើងត្រូវដាក់ទៅតាមដានលើ clinic គាត់ហើយទៅតាមដានត្រូវឲ្យច្បាស់លើ report គាត់ឲ្យច្បាស់បានយើងស្រួលអស់គ្នាយើង report គាត់ច្បាស់គាត់ផ្ដល់ព័ត៌មានយើងច្បាស់យើងធ្វើតាមគាត់ច្បាស់វានឹងមានជោគជ័យដូចខ្ញុំទៅរៀននឹងជោគជ័យដូចខ្ញុំអរគុណអ្នកគ្រូអរគុណ